ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំឆាបង្គានិងសាច់មាន់ជាមួយផ្កាខាត់ណាបងប្អូនចាទឹកត្រីប៊ីចេងស្ករនេះខ្ញុំលាយរួចហើយចាខ្ទឹមមានខ្ទឹមសនិងស្លឹកខ្ទឹមបងប្អូនចាឥឡូវអូខេណាបងប្អូនខ្ញុំដាក់ស្លឹកខ្ទឹមនិងម្ទេសបងប្អូនចាបងប្អូនមើលរបៀបនេះខ្ញុំឆាទាំងអស់គ្នាណាបងប្អូនចាជាដំបូងនេះខ្ញុំស្រុកបន្លែសិនបងប្អូនចាស្រុកបន្លែឲ្យខ្លាច់ធំថ្នាំធំអីចឹងណាបងប្អូនចាស្រុកឲ្យវារៀងទុនបន្លែបន្តិចយកទៅលាងបងប្អូនចាស្រុកហើយក៏នេះខ្ញុំឥឡូវអូខេហើយចាបន្លែស្រុកហើយក៏នេះខ្ញុំចាប់ផ្ដើមដួសដាក់កញ្ច្រែងបងប្អូនចាឥឡូវនេះខ្ញុំដួសដាក់កញ្ច្រែងហើយបងប្អូនចាដួសដាក់កញ្ច្រែងរួចហើយក៏យកទៅលាងបងប្អូនចាឥឡូវនេះខ្ញុំចាប់ផ្ដើមពពងខ្ទឹមបងប្អូនចាចាក់ប្រេងឆាពពងខ្ទឹមបងប្អូនចាពពងខ្ទឹមឲ្យរៀងឈ្ងុយបន្តិចហើយខ្ញុំចាក់សាច់មាន់បងប្អូនចាលើកូរខ្ទឹមណាបងប្អូនចាកូរឲ្យរៀងក្រហមអញ្ចឹងណាបងប្អូនឲ្យរៀងឈ្ងុយបន្តិចអញ្ចឹងណាបងប្អូនចាកូរសោកឲ្យសោកផ្លិតខ្លោចអញ្ចឹងបងប្អូនចាឥឡូវកូររៀងក្រហមបន្តិចណាបងប្អូនចារៀងក្រហមឲ្យក៏ឈ្ងុយបន្តិចដែរបងប្អូនក៏នេះខ្ញុំចាប់តាមឈ្ងុយហើយក៏នេះខ្ញុំចាក់សាច់មាន់ចាសាច់មាន់នឹងក៏នេះខ្ញុំលីងឲ្យឆ្អិនសិនបាននេះខ្ញុំដាក់បង្គាបងប្អូនចាលីងសាច់មាន់នឹងឲ្យដាច់ទឹកឲ្យឆ្អិនសិនណាបងប្អូនព្រោះបង្គាងាយនឹងឆ្អិនណាបងប្អូនណាចាស្រួលបង្គាបងប្អូនចាដែលចឹងយើងលីងសាច់មាន់ឲ្យដាច់ទឹកសិនបងប្អូនចាឥឡូវក៏សាច់មាន់នឹងក៏ដាច់ទឹកហើយក៏នេះខ្ញុំចាក់បង្គាបងប្អូនចាកូរត្រឡប់បន្តិចទៀតសិនណាបងប្អូនចាឲ្យឆ្អិនហើយដាច់ទឹកបងប្អូនចាវាតែក៏នឹងខ្ញុំចាក់បង្គាចាបង្គាចាក់បង្គាហើយក៏កូរត្រឡប់បន្តិចចឹងណាបងប្អូនចាកូរឲ្យរៀងក្រហមបង្គាបន្តិចហើយនេះខ្ញុំចាប់ផ្ដើមចាក់ប៊ីចេងស្ករទឹកត្រីចាគ្រឿងស្រីទៅចំណូលចិត្តបងប្អូនណាចាចំណែកខ្ញុំចាក់ទឹកត្រី1ស្លាបព្រាស្ករ1ស្លាបព្រានិងប៊ីចេង1ចុងស្លាបព្រាចាទឹកត្រីស្ករប៊ីចេងនិងទឹកប្រេងខ្យងចាឥឡូវអូខេណាបងប្អូនក៏នេះខ្ញុំចាក់បន្លែដែលនេះខ្ញុំស្រុកហើយបងប្អូនចាកូរត្រឡប់បន្តិចចឹងណាបងប្អូនចាមិនហ៊ានទុកយូរទេបងប្អូនហើយព្រោះបន្លែក៏យើងស្រុករួចរាល់ដែរណាបងប្អូនចាឥឡូវក៏អូខេហើយក៏នេះខ្ញុំដាក់ស្លឹកខ្ទឹមនិងម្ទេសបងប្អូនចាមកបងប្អូនមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនចាមានរសជាតិឆ្ងាញ់ណាស់បងប្អូនក្លិនឈ្ងុយបងប្អូនហើយចាមកចូលរួមជាមួយនឹងខ្ញុំបងប្អូនចាតំណងណាបងប្អូន